បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកតេស្តពីប្រព័ន្ធទឹកអញ្ចឹងខ្ញុំនិយាយបណ្ដើខ្ញុំដើរទៅមុខបណ្ដើបានទៅឲ្យមើលប្រព័ន្ធទឹកអីដំបូងទេគឺយើងនាំទៅមើលចុងអញ្ចឹងកាលពីមុនគឺដំណាំដូងលក្ខណៈគ្រួសារខ្ញុំនេះគឺខ្ញុំដាំប្រើប្រព័ន្ធទឹកទយោខ្មៅយើងហ្នឹងទិញមកពីតាមដេប៉ូដែលលក់ហ្នឹងមុខរុនវាហ្នឹង21តែដល់ពេលយើងប្រើហ្នឹងទឹកវាហូរអត់គ្រប់ទេអត់ពេញទយោហ្នឹងទេវាពេញដែរតែវាទៅដល់ចុងហ្នឹងគឺវាស្ទើរកម្លាំងទឹកវាស្ទើរវាធ្វើឲ្យស្រោចគល់ដូងអត់សពឥឡូវនេះដូងយើងហ្នឹងវាបានអាយុ2ឆ្នាំកន្លះវាបានចេញខ្ពោចេញផ្កាអញ្ចឹងតែនេះផ្កាឈ្មោលទេខ្ពោបែកទី2នេះប្រហែលជាមានក្តឹប 2-3 គ្រាប់ហ្នឹងតាមយើងមើលវិភាគទៅហើយយើងក៏បានប្រើទយោខៀវបែបនេះហើយយើងបានប្រើពីងក្លើទេយើងប្រើទយោសដោតបញ្ចូលទៅកាលមុនដាក់អានោះគឺទឹកវាហូរទៅដល់ចុងវាអត់មានទេសឹងតែតក់ដូចឲ្យយើងពយួរសរោមអញ្ចឹងតែឥឡូវនេះយើងទៅមើលទាំងអស់គ្នាតើវាហូរពេញពយួរដែរអត់ព្រោះអីអានេះលូនេះខ្ញុំបើកប្រហែលជាចូលចិត្តកន្លះម៉ោងហើយអញ្ចឹងអាចថាវាចង់អស់កម្លាំងកាលពីថ្មីយើងបើកមកវាកម្លាំងឥឡូវយើងដើរទៅមើលទាំងអស់គ្នាបញ្ជាក់ពីប្រវែងលូកម្ពស់4កង់ប្រវែងទឹកហូរហ្នឹងគឺ100ម៉ែត្រហ្នឹងបើយើងដាក់ទយោធំបែបនេះគឺវាហូរពេញទយោហ្នឹងគឺកម្លាំងទឹកវាហូរមកដល់ដំណាំដូងយើងហ្នឹងល្អតែបើបងប្អូនដាក់ដាំលក្ខណៈដំបូងចំនួនតិចអត់និយាយពីកន្លះហិកតាទេគឺចំនួន50ដើមចុះក្រោមបងប្អូនស្ទើរថវិកាបងប្អូនអាចប្រើទយោខ្មៅបដោះអសន្នបានពួកដូងយើងនៅតូចតែបើវាធំឡើងចេះយើងអាចកែវាឲ្យដាក់ទយោធំឥឡូវយើងមកមើលទាំងអស់គ្នាចម្ងាយ100ម៉ែត្រឥឡូវយើងមើលទយោតូចយើងបើកវាអានេះវាស្ទើរអាធំយើងបើកវាពិបាកអញ្ចឹងយើងដោះឃើញថាវាហូរពេញអានេះទឹកលូនេះវាចង់អស់ហើយនៅសល់ប្រហែលជា1កង់កន្លះទេព្រោះអីប៉ុន្តែកាលមុនតែ1កង់កន្លះគឺលេងហូរបដ ாய் គឺវាស្ងាត់បដ ாய் លេងមានដំណក់នៅទីនេះហើយអានេះឃើញថាល្អអញ្ចឹងវាអាចហូរដល់អស់លូបានទឹកនេះវាឈប់ហូរអញ្ចឹងកាលមុនហូរត្រឹមតែអស់ត្រឹម2កង់កន្លះអីគឺខាងចុងនេះគឺលេងហូរហើយគឺលេងហូរហ្មងអញ្ចឹងឃើញថាលើកនេះល្អអញ្ចឹងបងប្អូនអាយុដូងយើងធំយើងអាចកែប្រែប្រព័ន្ធទឹកបានបើដូងយើងតូចយើងមិនបាច់កែប្រែក៏បានដែរយើងប្រើអាទយោ21នឹងសោះតែបើបងប្អូនទិញអាទយោខ្មៅដែរទៅទិញលក្ខណៈទយោ27ក៏ល្អដែរប៉ុន្តែនៅពេលនោះទយោយើងប្រើពណ៌ទយោ27យកខ្មៅហ្នឹងវាអាចដូងយើងអាចរឹសគៀបទៅវាអាចកពិតអញ្ចឹងយើងប្រើនេះរត់ពីលើវាចាំទំនេរយើងកាប់ដីកប់ព្រោះអានេះរឹសដូងវាអត់សកត់កាពៀតទេព្រោះវាក្រាស់ហើយក៏មិនមែនថាលេខក្រាស់មកទេបើខ្ញុំប្រើក្រាស់តែ5ទេអត់បានប្រើក្រាស់8ទេអានេះក្រាស់ស្ដៅបំផុតហើយក្រាស់5អញ្ចឹងបើបងប្អូនក៏មានថវិកាច្រើនអាចប្រើក្រាស់ក៏បានដែរក្រាស់លេខ8អានោះក្រាស់អញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូតែប៉ុណ្ណេះឯងគឺសម្រាប់និយាយអំពីប្រព័ន្ធទឹកគឺមានតែប៉ុណ្ណេះឯងសម្រាប់របស់ខ្ញុំក៏បានប្រើពីងកលើសាចចម្ងាយ1ម៉ែត្រ2ម៉ែត្រពីគល់ទេគឺខ្ញុំសំខាន់គឺឲ្យវាបានទឹកសើមនៅនឹងគល់តិចក្តីច្រើនក្តីឲ្យតែវាបានសើមអញ្ចឹងវាអាចរស់បាននៅក្នុងខែប្រាំងយើងដាក់ជីករងចេះអាចគោអាចអីនៅក្នុងបេចឹងមកត្រានទៅយើងខានស្រោចវាមួយអាទិត្យក៏អត់អីដែរព្រោះអីនៅក្នុងក្រោមបេហ្នឹងគឺវាមានសំណើមស្រាប់អញ្ចឹងវាអត់ខូចបញ្ហាទេគឺវាបៀមសំណើមបានល្អ
បាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា